សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានមេរៀនល្អមួយទាក់ទងទៅនឹងការតែងសេចក្តីដែលលោកគ្រូដកស្រង់ចេញពីសៀវភៅលោកលេងឌីណាលោកគ្រូលេងឌីណាបាទអញ្ចឹងលោកគ្រូបង្រៀនអំពីតែងសេចក្តីអញ្ចឹងតែងសេចក្តីយើងរៀននៅថ្នាក់ទី7ទី8មកក៏ថាយើងរៀនថ្នាក់ទី7ទី8មកយើងរៀនបែបប្រធានបែបពណ៌នេះបែបរុក្ខជាតិពណ៌នេះបែបពីទេសភាពពណ៌នេះពីរុក្ខជាតិអីចឹងទៅដល់យើងដល់ថ្នាក់ទី9នេះយើងរៀនអំពីតែងសេចក្តីបែបបញ្យលម្ដងបែបសេចក្តីបែបប្រធានបែបអត្ថាធិប្បាយអញ្ចឹងទី1គឺថាតើប្រធានតែងសេចក្តីបែបអត្ថាធិប្បាយមានប្រមាណប្រភេទអ្វីខ្លះអញ្ចឹងប្រធានតែងសេចក្តីបែបអត្ថាធិប្បាយមាន3ប្រភេទតែងសេចក្តីបែបបញ្យលបែបពិភាក្សានិងបែបប្រៀបធៀបឥឡូវយើងបន្តទៀតចូលដល់ចំណុចទី2ចំណុចទី2គឺថាតើអ្នកត្រូវធ្វើដូចម្ដេចដើម្បីសរសេរតែងសេចក្តីបានល្អអញ្ចឹងដើម្បីសរសេរតែងសេចក្តីបានល្អជាដំបូងយើងត្រូវស្វែងរកពាក្យពិបាកឬពាក្យគន្លឹះសំខាន់របស់ប្រធានអញ្ចឹងយើងត្រូវបញ្យល់ពាក្យគន្លឹះរបស់ប្រធានដែលគេដាក់មកហ្នឹងអញ្ចឹងក្នុងប្រធានហ្នឹងមានពាក្យគន្លឹះណាដែលយើងគួរបញ្យល់គេត្រូវស្វែងរកន័យរបស់ប្រធានឲ្យបានស៊ីជម្រៅអញ្ចឹងនៅពេលដែលយើងបញ្យល់ន័យបញ្យល់ពាក្យរបស់ប្រធានហើយយើងត្រូវគេបញ្យល់ន័យរបស់ប្រធានដើម្បីយើងងាយស្រួលក្នុងការបកស្រាយប្រធានឲ្យបានស៊ីជម្រៅពិចារណាឲ្យបានច្បាស់លាស់ថាតើជាប្រធានប្រភេទណាជាប្រធានបញ្យល់ពិភាក្សាឬក៏ប្រៀបធៀបអញ្ចឹងយើងនៅថ្នាក់ទី9នេះយើងរៀនតែប្រធានបែបបញ្យល់ទេអញ្ចឹងបញ្យល់វាមានដូចជាបញ្យល់បែបទស្សនៈបញ្យល់បែបសង្គមឬក៏យើងបញ្យល់បែបសភាសិទ្ធឬក៏ពាក្យស្លោកចឹងទៅស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរកម្រិតណាត្រូវលើកឧទាហរណ៍ដល់ចំណុចទី3តើត្រូវធ្វើដូចម្ដេចខ្លះដើម្បីពង្រឹងខ្លឹមសារតែងសេចក្តីឲ្យបានក្បោះក្បាយអញ្ចឹងទី1ត្រូវមានគេស្វែងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងយើងមានចំណេះដឹងទាក់ទងនឹងសង្គមឲ្យបានច្រើនអានសៀវភៅចំណេះដឹងទូទៅឲ្យបានច្រើនអានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើនរឿងក្នុងកម្មវិធីសិក្សាអញ្ចឹងរឿងក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាដូចជារឿងកុលាបប៉ៃលិនរឿងតកែចាត់ចោលរឿងដូចជួយ៉រឿងព្រះអាទិត្យថ្មីនេះលើផែនដីចាស់រឿងគ្រូបង្រៀនស្រុកស្រែរឿងការសពូននេះគឺជារឿងនៅក្នុងស្ថិតនៅក្នុងកម្មវិធីសិក្សាចំណុចមួយទៀតចងចាំពីសកម្មភាពនិងសម្ដីរបស់តួអង្គឲ្យបានច្រើនចឹងនៅពេលដែលយើងអានរឿងនីមួយក្នុងកម្មវិធីរបស់ក្រសួងហ្នឹងយើងត្រូវចងចាំនៅចំណុចសំខាន់ព្រឹត្តិការណ៍សំខាន់និងសម្ដីសំខាន់ក្នុងរឿងដើម្បីងាយស្រួលក្នុងការតែងសេចក្តីគូអានតែងសេចក្តីគំរូឲ្យបានច្រើនចឹងយើងគូអានតែងសេចក្តីរបស់លោកគ្រូអ្នកគ្រូយើងដែលគាត់បានបង្រៀនយើងឬក៏តាម YouTube តាម Facebook ដែរយើងគួរអានឲ្យបានច្រើនជាពិសេសយើងគួរតែទិញសៀវភៅតែងសេចក្តីអានឲ្យបានច្រើនក៏ល្អដែរព្រោះវាផ្ដល់ជាគំនិតផ្ដល់ជាជំនួយក្នុងការងាយស្រួលក្នុងការសរសេរតែងសេចក្តីបានល្អក៏ត្រាតម្លៃអប់រំនៃអត្ថបទទុកជាជំនួយក្នុងការសរសេរតែងសេចក្តីចូលចំណុចទី4ដើម្បីឲ្យហៅថាប្រធានតែងសេចក្តីបញ្យលចឹងប្រធានតែងសេចក្តីបញ្យលជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកសិក្សាហ្នឹងមិនដែលស្រ័យបំភ្លឺបញ្យលយ៉ាងល្អិតល្អន់ក្បោះក្បាយច្បាស់លាស់អស់សេចក្តីប្រធានបញ្យលមិនតម្រូវឲ្យអ្នកតែងវែកញែករកខុសត្រូវឡើយព្រោះវាមានលក្ខណៈត្រឹមត្រូវដូចស្រេចទៅហើយបន្តទៀតយើងចូលអំពីគម្រោងសំណេរតែងសេចក្តីបែបបញ្យលអញ្ចឹងយើងនៅថ្នាក់ទី9មូលដ្ឋានគ្រឹះក្នុងការចេះតែងសេចក្តីនឹងទៅយើងដឹងពីគម្រោងតែងសេចក្តីបែបបញ្យលហ្នឹងអញ្ចឹងទី1គឺទី1គឺសេចក្តីផ្ដើមមានបំណងបញ្ហាមានចំណងបញ្ហានិងចំណោទបញ្ហាវិធីចោទបែបបញ្យលអញ្ចឹងមានបែបបញ្យលមានការចោទសួរមិនតើទស្សនៈខាងលើមានអត្ថន័យយ៉ាងដូចម្ដេចតើប្រធានខាងលើមានអត្ថន័យខ្លឹមសារដូចម្ដេចចូលចំណុចទី2តួសេចក្តីអញ្ចឹងក្នុងតួសេចក្តីមាន5ចំណុចទី1គេចោទសេចក្តីបញ្យលពាក្យកន្លឹះបញ្យលន័យប្រធានបកស្រាយប្រធាននិងសរុបមតិដល់ចំណុចចុងក្រោយបញ្ចប់សេចក្តីអញ្ចឹងក្នុងបញ្ចប់សេចក្តីមាន2ចំណុចទៀតមានវាតម្លៃប្រធាននិងមតិតខ្លួនឬក៏ទស្សនៈតខ្លួនអញ្ចឹងសរុបមកវិញគម្រោងសំណេរតែងសេចក្តីបែបបញ្យលមាន3ចំណុចឬក៏អង្គ3ទី1ផ្ដើមសេចក្តីតួសេចក្តីនិងបញ្ចប់សេចក្តី
ហើយក្នុងផ្ដោតសេចក្តីមាន3ចំណុចមានចំណងបញ្ហាចំណោបញ្ហានិងចំណោបញ្ហាដល់តួសេចក្តីមានឃ្លាជាប់សេចក្តីបញ្ចូលពាក្យកលឹះបញ្ចូលនៃវិធានបកស្រាយវិធាននិងសរុបមតិដល់ទី3គេនិយាយអំពីគេនិយាយអំពីសេចក្តីបញ្ចប់អញ្ចឹងក្នុងសេចក្តីបញ្ចប់មានគេបើមានវាម្លាយវិធាននិងទស្សនៈតដល់ខ្លួនអញ្ចឹងប៉ុណ្ណេះលោកគ្រូគិតថាសម្រាប់ប៉ុណ្ណឹងសិនចុះចាំស្អែកចាំលោកគ្រូបរិញ្ញាបន្តទៀតអញ្ចឹងលោកគ្រូជាចុងក្រោយលោកគ្រូអរគុណដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលស្ដាប់លោកគ្រូតាំងពីដើមរហូតដល់ចប់